បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនអរគ្នាវិលមកជួបគ្នាជាមួយខ្ញុំនៅក្នុងវីដេអូខ្លីពី Channel YouTube ឈ្មោះថា Content Twin Official ឬក៏ពី My Family 88លោករថយន្តបងប្អូនគេចឹងថ្ងៃនេះខ្ញុំចេញវីដេអូតាមសំណូមពររបស់បងប្រុសម្នាក់គេគាត់ comment នៅក្នុងដូចជានៅក្នុង Channel YouTube ឬក៏នៅក្នុង Facebook Page ខ្ញុំហ្នឹងខ្ញុំមិនចាំគេចឹងគាត់សំណូមពរថាតើលោកគ្រូអាចទៅធ្វើវីដេអូពាក់ព័ន្ធជាមួយនឹងឡានដែលមានឯកសារភ្លុះដែរអត់ចឹងបងប្អូនណាគេចឹងវីដេអូថ្ងៃនេះគឺធ្វើតាមសំណូមពររបស់បងប្រុសគេថាតើឡានឯកសារភ្លុះហ្នឹងយ៉ាងម៉េចទៅបងប្អូនណាអញ្ចឹងតាមពិតទៅក្នុងការទិញឡានជំរាបជូនពុកម៉ែបងប្អូនចេះមើលឡានបុកចេះមើលឡានប៉ះច្រាស់បដូរពណ៌កឡាប់កាត់តគេមើលអីហើយប៉ុន្តែបងប្អូនសំខាន់ជាងគេបំផុតគឺឯកសារទៀតបងប្អូនណាខ្ញុំតែងតែជម្រាបជូនពុកម៉ែបងប្អូនថាទិញឡានគឺកន្លែងនៃសុវត្ថិភាពគឺមានតែពីរទេបងប្អូនណាគឺទី1គឺនៅឃ្លាំងទី2គឺនៅផ្ទះបងប្អូនគេពិសេសបើសិនជាពុកម៉ែបងប្អូនទិញឡានពីអ្នកជិះបងប្អូនកុំភ្លេចគឺទៅទិញនៅផ្ទះបងប្អូនណាហើយគ្រោះថ្នាក់បំផុតគឺឡានដែលគេដាក់តម្លៃធូរហើយបន្ទាប់មកមានអ្នកស៊ី commission បោះឲ្យអញ្ចឹងអ្នកគ្រោះថ្នាក់ហ្នឹងមិនមែនត្រឹមអ្នកជិះទេមានអ្នកលក់ដូចជារូបខ្ញុំនេះមានបណ្ដាខ្ញុំខ្ញុំអត់បញ្ហាបងប្អូនណាពុកម៉ែបងប្អូនដែលទិញឡានពីអ្នកជិះផ្ទាល់ហើយបន្ទាប់មកមានអ្នកបោះឲ្យស៊ី commission ពីលើហ្នឹងចាហ្នឹងគឺជារឿងមួយគ្រោះថ្នាក់ហើយនៅពេលដែលទៅទិញគឺពុកម៉ែបងប្អូនអត់ទៅទិញដល់ផ្ទះគាត់ទៅទិញនៅតាមការ៉ាសាំងទិញនៅតាមផ្សារទំនើបអាហ្នឹងគឺជារឿងមួយគ្រោះថ្នាក់បំផុតបងប្អូនអញ្ចឹងនៅពេលដែលឡាននៅពេលដែលគេធ្វើឯកសារភ្លុះមានឯកសារហ្នឹងគឺដូចសេននិយាយទៅសេន 99% ក៏បានដែរបងប្អូនប៉ុន្តែមានចំណុចពិសេសរបស់វាដែលយើងអាចដឹងថាឯកសារឡានហ្នឹងគឺភ្លុះឯកសារឡានហ្នឹងគឺខ្លាំងបងប្អូនណាអញ្ចឹងឡានគឺអាចឡានគេជួលមកជិះហើយគេធ្វើឯកសារមួយទៀតយកទៅលក់ឬក៏មួយទៀតឡានគេបង់រំលោះធនាគារហើយគេធ្វើឯកសារមួយទៀតមកលក់បងប្អូនអញ្ចឹងពុកម៉ែបងប្អូនត្រូវដឹងថាឡានបង់រំលោះឬក៏ឡានជួលមកជិះតាមពិតគឺមិនមានឯកសារសិទ្ធិក្នុងដៃទេប៉ុន្តែគឺគេអាចធ្វើឯកសារមួយទៀតគឺដូច 99% ខ្ញុំមានធានាអញ្ចឹងបងប្អូនណាអញ្ចឹងគឺគេយកមកលក់ហើយឥឡូវខ្ញុំចែករំលែកជូនពុកម៉ែបងប្អូនបន្តិចឲ្យគេសម្រាប់ឡានឯកសារភ្លុះឲ្យគេប្រសិនបើពាក់ព័ន្ធជាមួយនឹងឡានខ្លាញ់គោបងប្អូនត្រូវដឹងអញ្ចឹងចំណុចពិសេសពេលទិញឡានខ្លាញ់គោគឺមានប្រហែលចំណុចដែលខ្ញុំចែករំលែកជូនពុកម៉ែបងប្អូនពីព្រោះខ្ញុំកាន់ច្រើនដែរបងប្អូនណាពីមុនខ្ញុំកាន់ឡានមកទឹកប៉ុន្តែឥឡូវនេះក៏មកទឹកដែរប៉ុន្តែមកទឹកគឺមកទឹកបែបខ្លាញ់គោកុំទៅសុកខ្មែរហើយគេយកមកជីកបងប្អូនពេលដែលទិញឡានខ្លាញ់គោគេមានសាក់លេខហើយមានវាទៅជាឡានមកទឹកហើយបងប្អូនកុំភ្លេចគឺត្រូវមានសោ2គ្រាប់បងប្អូនណាបើឡានជួលគេជិះឡានបងរំលោះជាទូទៅគឺសោមាន1គ្រាប់បងប្អូនកុំចាញ់បោកគេអ្នកគេដើរតួជាអ្នកជិះហើយគេថាសោជ្រុះបាត់សោផ្លេចរោមិនឃើញអូខេអញ្ចឹងបងប្អូនឡានខ្លាញ់គោខ្ញុំហាមដាច់ខាតសោ1គ្រាប់គឺអត់យកទី2ឡានខ្លាញ់គោមានបាត់មួយញ៉ែតបងប្អូនក៏អត់ទៅយកដែរអញ្ចឹងមួយញ៉ែតហ្នឹងមិនទៅបងប្អូននេះមួយញ៉ែតមួយនេះហៅថាមួយញ៉ែតបងប្អូនណាអូខេមួយញ៉ែតបងប្អូនអញ្ចឹងគឺអត់ទៅយកបងប្អូនអូខេអញ្ចឹងឡានខ្លាញ់គោមួយញ៉ែតអូខេបាត់មួយញ៉ែតអត់យកមួយញ៉ែតអូខេបញ្ជាក់បងប្អូនខ្ញុំជាទូទៅគឺខ្ញុំអត់ចង់បានទេឥឡូវបងប្អូនមួយញ៉ែតបញ្ជាក់នេះបងប្អូនគឺស៊ីននេះបងប្អូនណាអាពណ៌សនេះបងប្អូនពណ៌សនេះឲ្យប្រថាប់ត្រានេះគឺស៊ីនហើយប៉ុន្តែអាហ្នឹងសម្រាប់ឡានម្ចាស់ដើមមានឈ្មោះគាត់ហើយយើងទៅទិញពីគាត់ទៅបាត់យើងឲ្យគាត់បញ្ជាក់ហ្មងបានប៉ុន្តែខ្ញុំជំរាបជូនពុកម៉ែបងប្អូនតាមពិតទៅអនុញ្ញាតបញ្ជាក់នេះបងប្អូនខ្ញុំមិនដែលនិយាយទេតែឥឡូវនេះតាមសំណពរបងប្រុសនិយាយរឿងឡានឯកសារភ្លុះចាស់បងប្អូនណាអញ្ចឹងគឺគេអាចធ្វើបានទេបងប្អូនអត់គេអនុញ្ញាតបញ្ជាក់ហ្នឹងគឺគេអាចបញ្ជាក់បានដោយមិនចាំបាច់ម្ចាស់ដើមគេប្រាប់ថាគេបាត់អនុញ្ញាតអញ្ចឹងគេទៅបញ្ជាក់បានបងប្អូនអញ្ចឹងខ្ញុំជំរាបជូនពុកម៉ែបងប្អូនថាបើសិនជាខ្ញុំអូខេមួយរយៈក្រោយនេះគឺខ្ញុំអត់យកអូខេសម្រាប់មួយញ៉ែតបញ្ជាក់បងប្អូនហើយបាត់មួយញ៉ែតខ្ញុំអត់យកហើយសោមួយគ្រាប់ខ្ញុំអត់យកអូខេឡានអញ្ចឹងនិយាយទៅតែឡានមកទឹកអត់ទេបងប្អូនណាឡានមកទឹកពីអាមេរិកមកគឺសោវាមានមួយគ្រាប់ទេតិចបងប្អូនស្ដាប់ពាក្យសម្ដីខ្ញុំទៅទិញឡានមកទឹកសុំសោ2គ្រាប់ពីគេសោមួយគ្រាប់អត់ទិញអត់បានទេបងប្អូនតែខ្លាញ់គោខ្ញុំជំរាបជូនថាបើសោមួយគ្រាប់សម្រាប់ខ្ញុំដកចិត្ត
ហើយបាត់មួយញ៉ែតគឺខ្ញុំដកចិត្តបងប្អូនកាត់គ្រីគេដែលប្រឈមជាងគេបងប្អូនគឺប្រភេទកាត់គ្រីរឹងជាងបងប្អូននេះគេរឹងអញ្ចឹងកាត់គ្រីតុនបងប្អូននឹងកាត់គ្រីតុនមកនេះគឺប្រភេទកាត់គ្រីតុនបងប្អូនអញ្ចឹងបងប្អូនត្រូវច្បាស់ទៀតកាត់គ្រីរឹងកាត់គ្រីតុនឥឡូវបងប្អូនត្រូវចាំអាចឲ្យកត់ទុកទៅបងប្អូនណានៅក្នុងឆ្នាំ2021ខែ3បើថ្ងៃត្រឹម14 15 16 17ទេបងប្អូនកាត់គ្រីរបស់វាគឺអត់តន់រឹងបែបនេះទេកាត់គ្រីរបស់វាគឺជំរាបជូនពុកម៉ែបងប្អូនគឺវានៅតុនជាងបងប្អូននេះឥឡូវបងប្អូនមើលឡានរបស់ខ្ញុំគេមួយគ្រឿងនេះអញ្ចឹងខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនបន្តិចទៅហើយបងប្អូននឹងដឹងភ្លាមហើយខ្ញុំនឹងបង្ហាញកាត់គ្រីដែលមានបញ្ហាបងប្អូនណាហើយគេឡានខ្ញុំនេះបងប្អូនមើលឲ្យច្បាស់គឺនៅក្នុងមានថ្ងៃទី27ខែ10 2020បងប្អូនឃើញកាត់គ្រីឡានអត់ធ្លាប់កាត់ឈ្មោះទេបងប្អូនឃើញនៅអត់ធ្លាប់កាត់ឈ្មោះសោះអូខេបងប្អូន scan ទៅដឹងហើយធ្លាប់កាត់ឈ្មោះមិនកាត់ឈ្មោះខ្ញុំបញ្យល់ពេលបងប្អូន scan QR code នេះបងប្អូន scan វាទៅបើសិនបើថាកាត់គ្រីហ្នឹងអូខេថ្ងៃចេញបានដំបូងនិងថ្ងៃចេញបានថ្ងៃខែតែមួយអូខេអាហ្នឹងគឺឡានហ្នឹងគឺអត់ធ្លាប់កាត់ឈ្មោះទេបងប្អូនណាហើយអត់ធ្លាប់បញ្ចន់សាកលេខទៀតហើយអញ្ចឹងជំរាបជូនពុកម៉ែបងប្អូនថាបើសិនជាក្នុងឆ្នាំនេះអញ្ចេះខែនេះអញ្ចេះគឺកាត់គ្រីគឺដាច់ខាតវាត្រូវទៅតុនហើយស្រាប់តែបងប្អូនឃើញរឹងចាំខ្ញុំបង្ហាញកាត់គ្រីសេះហោះឲ្យបងប្អូនមើលឡើយបងប្អូនមើលកាត់គ្រីខ្ញុំមួយទៀតបងប្អូនឃើញនេះវារឹងនេះអូខេថ្ងៃទី18ខែ3 2021ឡាននេះទោះបីជាមិនធ្លាប់កាត់ឈ្មោះក៏ដោយអូខេឬក៏កាត់ឈ្មោះក៏ដោយប្រសិនបើនៅថ្ងៃទី18ខែ3 2021នេះគឺ100%កាត់គ្រីវារឹងហើយស្រាប់តែបងប្អូនឃើញកាត់គ្រីតុនចេះคล้ายបើបងប្អូនឡានហ្នឹងមាននៅក្នុងថ្ងៃទី15ខែ3 2021ស្រាប់តែឡានហ្នឹងអត់ធ្លាប់កាត់ឈ្មោះបងប្អូនឃើញកាត់គ្រីរឹងបែបនេះឡានហ្នឹងក៏คล้ายឯកសារហ្នឹងគឺភ្លុះបាត់ហើយបងប្អូនណាអញ្ចឹងបងប្អូនស្រាប់តែមើលទៅឡានហ្នឹងបាត់មួយញ៉ែតហើយបន្ទាប់មកកាត់គ្រីនេះថ្ងៃខែមិនប្រក្រតីជាងគឺឡានហ្នឹងគឺឯកសារភ្លុះហើយអញ្ចឹងជំរាបជូនទៅបងប្រុសផងដែលสนុំពោខ្ញុំហ្នឹងបងប្អូនបងឃើញទេឥឡូវបងមកមើលមួយទៀតនេះនៅក្នុងខែ7គេថ្ងៃទី19 2021បងឃើញកាត់គ្រីរឹងណាបងអូខេអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាមិនតែបងប្រុសដែល comment សួរខ្ញុំទេអញ្ចឹងគឺពុកម៉ែបងប្អូនទាំងអស់គ្នាគឺទៅច្បាស់នឹងដែរឥឡូវខ្ញុំបង្ហាញជូនពុកម៉ែបងប្អូននៅមានឡានដែលកាត់គ្រីគេប្រឡំបងប្អូនណាអូខេបងប្អូនមើលជាឡានមួយគ្រឿងនេះប៉ុន្តែខ្ញុំមិនបង្ហាញទេខ្ញុំគ្រាន់តែដាក់វាថាវាคล้ายឡានហ្នឹងគឺខ្ញុំទិញជួបបងប្អូនណាគេតោះគេអញ្ចឹងឥឡូវខ្ញុំបិទសាកលេខរបស់គេទៀតចុះកុំឲ្យមានបញ្ហាបងប្អូនណាអញ្ចឹងគឺខ្ញុំបិទព្យាយាមបិទបាំងបងប្អូនណាប៉ុន្តែឡានមួយគ្រឿងហ្នឹងគឺបញ្ជាក់ជូនពុកម៉ែបងប្អូនថាឡានហ្នឹងគឺមានបញ្ហាបងប្អូនអញ្ចឹងគឺឡានមួយគ្រឿងហ្នឹងគឺបញ្ហាគេមានបញ្ហាឯកសារបងប្អូនណាគេឥឡូវនេះខ្ញុំបង្ហាញតែបន្តិចទេបងប្អូនអញ្ចឹងគឺកុំឲ្យជាប់គេខ្ញុំបង្ហាញតែថ្ងៃខែទេបងប្អូនគេអញ្ចឹងគឺខ្ញុំបិទទាំងអស់គេប៉ុន្តែឡានហ្នឹងគឺคล้ายហើយខ្ញុំមានបញ្យលចំណុចផ្សេងមួយទៀតបងប្អូនមកមើលជាមួយខ្ញុំបងប្អូនមើលកាត់គ្រីឡានមួយគ្រឿងនេះបងប្អូនណាខ្ញុំបង្ហាញជូនពុកម៉ែបងប្អូនប៉ុន្តែខ្ញុំសូមលាក់អត្តសញ្ញាណគេចុះបងប្អូនណាគេដោយសារឡាននេះគឺខ្ញុំដោះស្រាយរួចទៅហើយអញ្ចឹងពុកម៉ែបងប្អូនមកមើលបន្តិចបងប្អូនណាអូខេកាត់គ្រីបងប្អូនមកមើលថ្ងៃខែឡានមួយគ្រឿងនេះឆ្នាំ2019ថ្ងៃទី16ខែ9 2019ហើយខ្ញុំ scan មកឡានហ្នឹងគឺអត់ធ្លាប់កាត់ឈ្មោះអត់ធ្លាប់បញ្ចន់សាកលេខសោះស្រាប់តែកាត់គ្រីបងប្អូនឃើញវារឹងហើយអញ្ចឹងឡានហ្នឹងគឺคล้ายបាត់ហើយបញ្ជាក់ជូនពុកម៉ែបងប្អូនណាឡានហ្នឹងគឺឯកសារភ្លុះបាត់ហើយអញ្ចឹងគឺខ្ញុំអត់បង្ហាញសាកលេខឡានអត់បង្ហាញ QR code ជូនពុកម៉ែបងប្អូនទេអញ្ចឹងគឺខ្ញុំលាក់អត្តសញ្ញាណអូខេអញ្ចឹងឡានមួយគ្រឿងហ្នឹងគឺឡានកាត់គ្រីភ្លុះបងប្អូនអញ្ចឹងគឺឡានគឺខ្ញុំទិញប៉ះបងប្អូនណាអូខេឡានគឺជួលមួយជិះឲ្យគេហើយគេយកមកធ្វើឯកសារលក់ប៉ុន្តែបងប្អូននឹងថាឡានហ្នឹងមិនទេបងប្អូនគឺមួយញ៉ែតវាអូខេអត់ប្រក្រតីហើយមានសោតែមួយគ្រាប់អញ្ចឹងគឺអាហ្នឹងគឺមុខសញ្ញាបងប្អូនអូខេបងប្អូនមកមើលមួយទៀតកន្លែងសំខាន់ខ្ញុំចែករំលែកមួយទៀតបងប្អូនណាអូខេកន្លែងពាក្យមួយនេះបងប្អូនអូខេឥឡូវខ្ញុំព្យាយាមបិទសិនកុំឲ្យពុកម៉ែបងប្អូនគេឃើញរបស់គេអូខេអញ្ចឹងគឺខ្ញុំបិទហើយខ្ញុំបង្ហាញតែចំណុចសំខាន់ត
ទៅពុកម៉ែបងប្អូនទេទៅគេបងប្អូនមកគេមកមើលជាមួយខ្ញុំគេបងប្អូនទៅគេព្យាយាមបិទទៅវាប៉ះ screen គេអញ្ចឹងបង្ហាញទៅបងប្អូនហ្នឹងអ្នកអាក្រក់អីមិនព្រមបង្ហាញហ្មងទៅបងប្អូនកុំឲ្យប៉ះពាល់គេអីបងប្អូនណាកុំឲ្យកើតរឿងផ្ដាំផ្ដាល់អីអញ្ចឹងគឺខ្ញុំសូមបិទអត្តសញ្ញាណឲ្យកុំឲ្យ YouTube ចាប់ផងកុំឲ្យមានបញ្ហាជាមួយម្ចាស់គេផងបងប្អូនមើលកន្លែងពាក្យថាគ្រួសារបងប្អូនអូខេអញ្ចឹងបងប្អូនចំណាំណាប្រសិនបើពាក្យគ្រួសារនេះជាប់គ្នាបែបនេះឡានគឺកាត់គ្រីគឺសេះហោះបងប្អូនមានអាឡានហ្នឹងគឺកាត់គ្រីព្រោះបងប្អូនចាំចំណុចពិសេសដែលខ្ញុំជម្រាបជូនប្រហែលចំណុចហ្នឹងអញ្ចឹងគឺពុកម៉ែបងប្អូនអាចដឹងយ៉ាងច្បាស់គេថាឡានគឺកាត់គ្រីសេះហោះហ្នឹងបាទអញ្ចឹងឃើញទេបងប្អូនអូខេអញ្ចឹងគឺទិញឡានគឺប្រយ័ត្នប្រយែងណាពុកម៉ែបងប្អូនមើលត្រឹមតែចេះមើលត្រឹមតែឡានច្រេះឡានបុកឡានប៉ះឡានបដូរពោអូខេបងប្អូនអត់ចេះមើលឯកសារគឺគ្រោះថ្នាក់មែនតើអញ្ចឹងបងប្អូនដែលទៅតែមានទិញឡានដឹកដំបងក៏ដោយបងប្អូនធ្លាប់ជិះក៏ដោយក្នុងការទិញឡានយកទៅប្រើប្រាស់បងប្អូនត្រូវប្រយ័ត្នហើយបើសិនបើមិនច្បាស់ទេបងប្អូនបើសិនបើមានអ្នកដែលជាទុកជាទីទុកចិត្តបងប្អូនគួរតែពឹងពាក់អ្នកជំនាញអូខេមានអ្នកដែលមានចំណេះដឹងមានជំនាញពីឡានហ្នឹងហើយមានភាពស្មោះត្រង់និងមានគុណធម៌មួយទៅបងប្អូនពឹងចាស់បងប្អូនណាប៉ុន្តែបើពឹងមនុស្សខុសបងប្អូននៅតែទិញឡានអត់បានស្អាតហើយអាចទិញឡានមានបញ្ហាទៀតបងប្អូនអញ្ចឹងទិញឡានដែលឯកសារភ្លុះបងប្អូនត្រូវចាំណាគេដកយកឡានវិញភ្លាមហើយបន្ទាប់មកបងប្អូនទទួលពាក្យបណ្ដឹងពីគេមួយគឺទទួលផលចោរកម្មអាហ្នឹងគឺនៅក្នុងច្បាប់បងប្អូនណាអញ្ចឹងបងប្អូនទិញគឺត្រូវប្រុងប្រយ័ត្នអញ្ចឹងវីដេអូនេះគឺខ្ញុំចែករំលែកទៅពុកម៉ែបងប្អូនទាំងអស់គ្នាមិនមែនសំដៅទៅលើតែបងប្រុសម្នាក់ខ្ញុំអត់បានទៅអានឈ្មោះគាត់ទៅយើងភ្លេចសូមអធិស្ឋានបងនឹងគេអញ្ចឹងគឺបងសួរសុំថាតើធ្វើវីដេអូឯកសារភ្លុះបានអត់ឥឡូវនេះខ្ញុំសម្រេចចិត្តគឺខ្ញុំចេញវីដេអូនឹងហើយបងណាអូខេអញ្ចឹងចេញទៅគឺមិនមែនតែសម្រាប់បងប្រុសសួរម្នាក់អញ្ចឹងពុកម៉ែបងប្អូនដែលជាអ្នកជិះឡានដែលជាអ្នករស់ស៊ីឡានប្រកបមុខរបរដូចខ្ញុំគួរតែប្រុងប្រយ័ត្នហើយគួរតែមានភាពឆ្លាតវៃតិចអញ្ចឹងគឺខ្ញុំសន្សំបងប្អូនណាគេសន្សំនឹងមិនមែនសន្សំរឿងអាក្រក់គឺខ្ញុំសេវទុកចំណុចដែលអវិជ្ជមានយកមកធ្វើជាគ្រូយកមកធ្វើជាបទពិសោធន៍ហើយខ្ញុំចែកទៅពុកម៉ែបងប្អូនតិចតែម្ដងអញ្ចឹងមួយទៀតបងប្អូនពេលទិញឡានពីគេបងប្អូនការសុំធានាពីគេតាមពិតគឺមិនគួរសុំធានារឿងកាត់តអីតាមពិតបើសិនជាខ្ញុំវិញសមត្ថភាពខ្ញុំអត់សុំទេបងប្អូនម៉ាស៊ីនប្រអប់លេខអាគុយ ABS បដូរពោកាត់តបបៃអត់សុំទេអ្វីដែលខ្ញុំសុំការធានាពីម្ចាស់គេមានតែមួយគត់គឺឡានគឺឯកសារស្របច្បាប់ហើយកាត់ឈ្មោះបានខ្ញុំតែប៉ុណ្្នឹងឯងសុំតែប៉ុណ្្នឹងគត់បងប្អូនណាពីព្រោះខ្ញុំបត់ពិសោធន៍លក់ឡានចូល10ឆ្នាំជាងគឺខ្ញុំមិនសុំទេរឿងមើលទឹកថ្នាំរឿងបុករឿងប៉ះកាត់តបដូរពោរឿងអីផ្សេងឯកសារនេះមិនខ្ញុំមិនច្បាស់ទេប៉ុន្តែគ្រាន់តែខ្ញុំចង់បានអូខេឯកសារយោងអូខេឲ្យច្បាស់ 100% គឺអត់ផ្លត់អញ្ចឹងគឺសុំធ្វើម៉េចធានាឲ្យខ្ញុំឯកសារសពច្បាប់កាត់ឈ្មោះបានតែប៉ុណ្្នឹងគឺចប់អរគុណណាស់ពុកម៉ែបងប្អូនអរគ្នាសម្រាប់ការតាមដានវីដេអូខ្លីពី channel YouTube ឈ្មោះថាខាន់ចន្ទឿន Official ឬក៏ពី page My Family 88លោកជនបាទពុកម៉ែបងប្អូនពេញចិត្តនិងជួយចិត្តកុំភ្លេចជួយចុច like និង subscribe channel YouTube ខ្ញុំផងឬក៏ follow page ខ្ញុំមួយផងអញ្ចឹងពីលោកគ្រូខាន់ចន្ទឿនគឺមានអីថ្មីប្លែកហើយជាចម្ងល់របស់ពុកម៉ែបងប្អូនសួរទៅខ្ញុំអាចឆ្លើយបានគឺខ្ញុំនឹងឆ្លើយធ្វើវីដេអូជូនតែម្ដងលេខទូរស័ព្ទខ្ញុំបងប្អូនណាអាច call តាម Telegram ឬក៏អីបានបងប្អូនទំនាក់ទំនងបានចង់សួរនាំផ្សេង016 45 2456បងប្អូនអរគុណគ្រប់ជំរាបលាអរគុណច្រើនបាទ